ជាធានឬក៏អ៊ូមេនាងបានកាន់អំណាចកាន់តែច្រើនទៅថ្ងៃនេះ120 second នឹងលើកយកអំពីប្រវត្តិរបស់អ៊ូជឺធានឬក៏អ៊ូមេនាងតើនាងគឺជារឿងព្រេងនិទានឬក៏ការពិតអ៊ូជឺធានឬក៏អ៊ូមេនាងបានកើតនៅក្នុងឆ្នាំ624នៅវ័យក្មេងនាងត្រូវបានជ្រើសរើសតែងតាំងចូលទៅបម្រើការនៅក្នុងវាំងជានារីបម្រើរបស់អធិរាជតាំងតៃជុងបន្ទាប់ពីអធិរាជបានស្លាប់ទៅតាមប្រពៃណីគេត្រូវឲ្យអ្នកបម្រើទាំងអស់បួសធ្វើជាដូនជីប៉ុន្តែជីវិតរបស់នាងមិនបានបញ្ចប់នៅត្រង់នេះទេនាងមានឱកាសអាចត្រឡប់បានចូលទៅវាំងវិញហើយក៏បានក្លាយខ្លួនជាភរិយាដ៏សំខាន់បំផុតរបស់អធិរាជតាំងកៅជុងរឿងដ៏អស្ចារ្យបំផុតនោះគឺតាំងកៅជុងគឺជាកូនរបស់អធិរាជដំបូងដែលនាងបានបម្រើដំបូងនោះគឺតាំងតៃជុងដោយសារតែភាពឆ្លាតវៀងវៃនិងការយល់ដឹងអំពីនយោបាយអ៊ូជឺធានឬក៏អ៊ូមេនាងបានកាន់អំណាចកាន់តែច្រើនទៅហើយនៅក្នុងឆ្នាំ690នោះនាងក៏បានប្រកាសខ្លួនឯងថាជាអធិរាជស្រីបង្កើតរាជវង្សថ្មីមានឈ្មោះថារាជវង្សស៊ូនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយព្រោះនៅក្នុងសង្គមបុរាណចិនមិនធ្លាប់មានមនុស្សស្រីគឺជាអ្នកគ្រប់គ្រងប្រទេសនោះឡើយហើយក្នុងអំឡុងពេលដែលនាងក្រងរាជ្យនោះនាងបានធ្វើកំណែទម្រង់ជាច្រើនដូចជាជ្រើសរើសមន្ត្រីតាមសមត្ថភាពមិនមែនតាមវងត្រកូលគាំទ្រនិងឲ្យតម្លៃដល់ការសិក្សានិងព្រះពុទ្ធសាសនាទោះជាយ៉ាងណាក៏ដោយនៅក្នុងប្រវត្តិសាស្ត្រក៏បានចងក្រងរៀបរាប់ថានាងគឺជាមេដឹកនាំដែលតឹងរឹងនិងប្រើអំណាចយ៉ាងខ្លាំងដើម្បីការពារអំណាចរបស់ខ្លួនអ៊ូជឺធានឬក៏អ៊ូមេនាងក៏បានស្លាប់នៅក្នុងឆ្នាំ705ក្នុងវ័យ82ឆ្នាំរហូតមកដល់សប្តាហ៍ថ្ងៃនេះមនុស្សនៅតែពិភាក្សានិងសិក្សាអំពីនាងថាតើនាងជាមេដឹកនាំដ៏ល្អឬក៏ជាអ្នកគ្រប់គ្រងមួយដ៏តឹងរឹងប៉ុន្តែចំណុចមួយដែលមិនអាចបដិសេធបាននោះគឺនាងគឺបានបដូរប្រវត្តិសាស្ត្រដែលមានស្ដេចស្រីម្នាក់អាចក្រងរាជនៅក្នុងប្រវត្តិសាស្ត្រចិន